Walk for Peace នេះគឺជាព្រះសង្ឃចំនួន20អង្គដែលដើរពីរដ្ឋទេសរហូតដល់ Washington DC ការដើរនេះផងដែរគឺមានឈ្មោះថា Walk for Peace ហើយគោលបំណងនៃការដើរនេះផងដែរគឺគេដើរដើម្បីលើកកម្ពស់នៅការរួបរวมក៏ដូចជាក្តីមេត្តានិងការព្យាបាលផងដែរការដើរដើម្បីសន្តិភាពសុខសុវត្ថិភាពនៅទូទាំងពិភពលោកយើងនេះផងដែរការដើរនេះផងដែរពីរដ្ឋទេសរហូតដល់ Washington DC គឺឆ្ងាយខ្លាំងគឺ2300 ម៉ាយដូចគ្នាគឺជាង3000គីឡូម៉ែត្រជាងហើយចំពោះការដើរនៅផងដែរគឺគេ start ចាប់ពីថ្ងៃទី26ខែ10ឆ្នាំ2025មកម្លេះដល់ plan គេថានឹងមកដល់ Washington DC នៅខែ2តែអានឹងគ្រាន់តែជា plan ទេអាចនឹងមកដល់លើសហ្នឹងឬក៏ក្រោយហ្នឹងក៏ថាបានដែរហើយមួយវិញទៀតនេះគឺជាលូកាដែលដើរតាមព្រះសង្ឃរហូតតែម្ដងហើយនៅពេលនេះផងដែរលូកាគឺល្បីខ្លាំងមែនទែននៅសហរដ្ឋអាមេរិកនៅសហរដ្ឋអាមេរិកគឺព្រះសង្ឃ20អង្គបានដើរពីរដ្ឋទេសរហូតដល់ Washington DC គឺល្បីខ្លាំងមែនទែនហើយថែមជាមួយលូកាមួយទៀតអ្នកនេះអរគុណសម្រាប់ការតាមដានវីដេអូមួយនេះអូខេ follow for more